ញ្ញាចង់ជួបគណៈចរាចរណ៍ត្រូវអត់សូម្បីតែបងប្អូនទាំងអស់គ្នាទាំងចឹងដែរអត់មានបញ្ញាចង់ជួបទេប៉ុន្តែធ្វើម៉េចវាជារឿងចៃដន្យយើងត្រូវតែជួបចឹងណាបើឃើញបងប្អូនណាជួបគណៈចរាចរណ៍អីកុំបន្ទោសគ្នាអីបងប្អូនអើយគ្មានអ្នកណាតែចង់ជួបគ្រោះថ្នាក់ចរាចរណ៍មែនប៉ុន្តែបើយើងបើកបរមិនគ្រប់ច្បាប់ចរាចរណ៍នោះត្រឹមតែមួយប្រេចភ្នែកទេយើងនឹងជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃហ្នឹងដោយសារផ្លូវវាមានជើងកបយល់ទេចំណាំមើលកន្លែងណាស្លាប់បុកតែកន្លែងហ្នឹងដោយសារអ្នកដែលគេស្លាប់មុនហ្នឹងព្រលឹងនៅវិលវល់ហ្នឹងដល់ពេលគេផុតកុងត្រាផុតអាណត្តិគេទៅគេត្រូវការព្រលឹងថ្មីមកជំនួសកន្លែងហ្នឹងព្រលឹងអ្នកហ្នឹងនឹងវិលមើលមុខអាណាទៅនោះព្រលឹងគេទាញឲ្យដេកបិទភ្នែកទៅឯងមិនស៊ីអញ្ចឹងគេលងទឹកកន្លែងណាលងទឹកគឺលងទៅកន្លែងហ្នឹងទេអាខ្លះចេះហៅទឹកក៏លងទឹកត្រឹមចេះក៏លងអាខ្លះនៅសុកដេកដើមមកលងទាំងយប់ហ្នឹងអាហ្នឹងវាចឹងវាមិនមែនមកពីរឿងគ្រប់មិនគ្រប់ទេរឿងផ្លូវអើយខ្ញុំមិនជឿទេរឿងជើងកប់រឿងអីហ្នឹងតែយើងផឹកសបឹងអីតែសបឹងហ៊ានអីតែហ៊ានជិះគ្មានមើលឆ្វេងមើលស្ដាំទេហើយជិះខួរលបឿនកំណត់ទៀតវាគ្រោះថ្នាក់ដោយសារតែអញ្ចឹងហើយមួយទៀតរឿងវ៉ាចែងគ្មានមើលស្ថានភាពផ្លូវទេផ្លូវកោងក៏វ៉ាផ្លូវស្ពានក៏វ៉ាតែវ៉ាផុតអីតែវ៉ាមិនផុតបឿរងថ្ងៃខ្ញុំនៅផ្ទះបងមលូហើយប្តីរបស់ខ្ញុំជាអ្នករលុយបងទាំងអស់នៅក្នុងគ្រួសារតែចំណាយទឹកភ្លើងកូនរៀនថ្លៃសាលាឥឡូវគាត់បានស្លាប់ហើយដោយសារគេបើកបងស្ថានភាពសវងមកបុកដៃខ្ញុំពីក្រោយពេលនេះខ្ញុំសោកបំណុលឥឡូវខ្ញុំខ្លាចជាស្ត្រីមេម៉ាយហើយកូនក៏កំព្រាទៀតតើអនាគតខ្ញុំនិងកូនខ្ញុំនឹងទៅជាយ៉ាងណាចំណាយទាំងអស់នៅក្នុងគ្រួសារវាបានធ្លាក់បន្ទុកមកលើខ្ញុំតែអ្នកប្រព្រឹត្តខុសច្បាប់ចរាចរណ៍នេះមានដងអត់ហាពេលនេះគ្រួសារខ្ញុំនឹងទៅជាយ៉ាងណាបងប្អូនអើយបងប្អូនខ្ញុំស្ដាយកូនខ្ញុំណាកូនខ្ញុំរៀនបកែណាលោកអើយកូនម្ដងម្ដាយខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃលក់ដូរមិនគិតពីការលុយហត់ខ្លួនឲ្យតែបានលុយដើម្បីឲ្យកូនបានរៀនខ្ពង់ខ្ពស់នឹងគេតែលើកូនខ្ញុំស្លាប់ចោលខ្ញុំមកដោយសារឡានធំវាប្រជែងគ្នាធ្វើឲ្យជីវិតរបស់កូនខ្ញុំស្លាប់ខ្ញុំរួមមានន័យអីទៀតខ្ញុំខំដើម្បីកូនតែខ្ញុំរួមមានន័យអីទៀតសូមបងប្អូនទាំងអស់គ្នានាំគ្នាគោរពច្បាប់ចរាចរណ៍កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបើផឹកគ្រឿងស្រវឹងត្រូវហៅបងប្អូនសាច់ញាតិឬមិត្តភ័ក្តិឲ្យមកបើកជំនួសទើបជៀសផុតពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍បងកម្មវិធីផ្លាតយើងនឹងជួយសម្រួលនៅរាល់បញ្ហាការងាររបស់ពួកគាត់នឹងបានច្រើនកម្រិតណាស់ដែរបងជួយលំអិតតិចជាមួយនឹងការប្រើប្រាស់របស់អ្នកជំនួយគាត់ចូលទៅដល់ភាពងាយស្រួលយ៉ាងម៉េចអញ្ចឹងនៅក្នុងកម្មវិធីពេទ្យយើងនៅពេលដែលយើងចាប់ផ្ដើមធ្វើគឺយើងមានន័យថាយើង transform មានន័យថាធ្វើការផ្លាស់ប្ដូរពីប្រើប្រាស់กระดาษនៅក្នុងមន្ទីរពេទ្យមួយទៅជាមន្ទីរពេទ្យ digital ចា៎អញ្ចឹងតាមពិតគោលដៅរបស់យើងមានពីរគោលដៅយើងទី1គឺឲ្យអ្នកជំងឺមានព័ត៌មានសុខាភិបាលគាត់នៅលើ app សូមគោរពជំរាបសួរប្រិយមិត្តទូទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Digital ថ្ងៃនេះ Digital ថ្ងៃនេះគឺជាកម្មវិធីដែលចែករំលែកនៅរាល់បច្ចេកវិទ្យាថ្មីក៏ដូចជាការការពារសុវត្ថិភាពផ្ទាល់ខ្លួនពីជនឆបោកតាមប្រព័ន្ធអនឡាញផងដែរហើយសម្រាប់វាគ្មិនរបស់យើងនៅក្នុងសប្តាហ៍នេះគាត់គឺជាស្ត្រីឆ្នើមបាទផ្នែក IT ដែលគាត់ពូកែខាងសរសេរកូដហើយបច្ចុប្បន្ននេះគឺគាត់សម្រេចបាននៅសមិទ្ធផលដ៏ធំមួយដែលគាត់បានបង្កើតបច្ចេកវិទ្យាគ្រប់គ្រងទៅលើវិស័យសុខាភិបាលបាទចាប៉ុន្តែទស្សនិកជននៅក្នុងសប្តាហ៍នេះវាគ្មិនរបស់យើងគឺជាស្ត្រីហើយគាត់នឹងមកចែករំលែកពាក់ព័ន្ធជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលនៅតាមមន្ទីរពេទ្យផងដែរនេះកុំឲ្យទស្សនិកជនរងចាំយូរយើងជួបជាមួយនឹងវាគ្មិនរបស់យើងទាំងអស់គ្នាចាជំរាបសួរបងបាទមុននឹងយើងចូលទៅដល់ប្រធានបទហ្មងខ្ញុំសូមឲ្យបងជួយណែនាំខ្លួនទៅកាន់ទស្សនិកជនបន្តិចចាជំរាបសួរនាងខ្ញុំឈ្មោះប៉ុងលំសាន
ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពេទ្យយើង Healthtech ដែលជាក្រុមហ៊ុនមួយដែលយើងធ្វើលើនៅក្នុងវិស័យសុខាភិបាលដើម្បីឲ្យមន្ទីរពេទ្យដែលគាត់ប្រើប្រាស់กระดาษពីមុនខ្លាយទៅជាមន្ទីរពេទ្យ digital គ្រប់ផ្នែកទាំងអស់ បាទ ចាអរគុណច្រើន បាទហើយសំណួរបន្ទាប់ក៏ចង់ដឹងពី background របស់បងខ្លះពាក់ព័ន្ធជាមួយនឹងការសិក្សារបស់បងបាទ ចាអរគុណច្រើនសម្រាប់សំណួរតើតើនឹង background ដោយសារតែ background របស់ខ្ញុំគឺចេញឡើងពី IT ឪពុកម្ដាយខ្ញុំឆ្លាញ់ពិតប្រាកដគាត់ឆ្លាញ់វិជ្ជាបណ្ឌិត បាទ ចាប៉ុន្តែដោយសារខ្ញុំមានន័យថាបកកែការដែលរៀនហ្នឹងគឺបកកែខាងគណិតវិទ្យារូបវិទ្យាហើយនឹងគីមីធរណីមាត្រអញ្ចឹងធ្វើឲ្យខ្ញុំឃើញបច្ចេកវិទ្យាថ្មីនៅប្រទេសកម្ពុជាយើងដោយសារតែ IT ខ្ញុំគិតថាចូលមកនៅស្រុកខ្មែរយើងតាម1997អញ្ចឹងនៅពេលហ្នឹងគឺ1998អញ្ចឹងគឺ IT មាននៅក្នុងប្រទេសរបស់យើងប៉ុន្តែវាតិចតួចមែនតើដោយសារប៉ុន្តែដោយសារតែខ្ញុំចូលចិត្តអ្វីដែលថ្មីហើយនឹងមានគំនិតច្នៃប្រឌិតអញ្ចឹងធ្វើឲ្យខ្ញុំឆ្លាញ់នៅមុខវិជ្ជាហ្នឹងអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមធ្វើការគឺខ្ញុំឆ្លាញ់ coding ជំនាន់ហ្នឹងគឺគេគិតថាការងារ IT ឲ្យតែនិយាយ IT គេគិតថាត network ឬអីគាត់គិតថា IT មាន subject ច្រើនតាមពី coding ឬអីទៅច្រើនជាបរិះទៀតបងណា ចាឲ្យបរិះអញ្ចឹងគាត់គិតថាការងារហ្នឹងការងារបរិះមិនមែនការងារស្ត្រីអញ្ចឹងពេលដែលខ្ញុំចូលទៅធ្វើការហើយអញ្ចឹងពេលហ្នឹងគឺយើងជួបប្រឈមដោយសារយើងជាស្ត្រីយើងទៅធ្វើការជាមួយគេគឺគិតថាហ្នឹងការងារបរិះទេហើយយើងធ្វើបានដោយបរិះដែរមិនមែនយើងទៅដើមការងារបរិះទេប៉ុន្តែនឹងស្ត្រីចូលរួមជាមួយបរិះនៅក្នុងវិស័យបច្ចេកវិទ្យាដើម្បីយើងអភិវឌ្ឍអញ្ចឹងហើយធ្វើឲ្យខ្ញុំអា career ដែលខ្ញុំចាប់ផ្ដើមតាំងពីឆ្នាំដែលខ្ញុំចេញពីមហាវិទ្យាល័យរហូតដល់ពេលខ្ញុំធ្វើ10ឆ្នាំក្រោយដែលខ្ញុំចាប់ផ្ដើមហ្នឹងគឺខ្ញុំធ្វើការជាមួយក្រសួងសុខាភិបាលបានខ្ញុំឃើញថានៅក្នុង career របស់ខ្ញុំគឺខ្ញុំចង់ជួយនៅក្នុងវិស័យសុខាភិបាលដោយសារយើងឃើញថាស្ត្រីភាគច្រើននៅប្រទេសរបស់យើងគឺគាត់ជាអ្នកដែលរងផលប៉ះពាល់ជាប្រទេសស្ត្រីនិងកុមារដែលគាត់ទៅលើវិស័យសុខាភិបាលអញ្ចឹងហើយបានខ្ញុំសម្រេចគិតថាខ្ញុំបង្កើតកម្មវិធីមន្ទីរពេទ្យdigital នេះឈ្មោះថាពេទ្យយើងដោយសារតែភាសាពេទ្យយើងនេះគឺជាភាសារបស់ខ្មែរយើងប្រជាជនយើងគាត់ទៅណាក៏ដោយក៏គាត់ថាទៅពេទ្យគាត់ដឹងថាអានឹងទៅមណ្ឌលសុខភាពទៅពេទ្យបង្អែកស្រុកទៅពេទ្យខេត្តទៅពេទ្យជាតិឬក៏ទៅបន្ទប់ពិគ្រោះ clinic ឬក៏អីគាត់ដឹងតែទៅពេទ្យអញ្ចឹងហើយបានយើងថាដាក់ឈ្មោះថាពេទ្យយើងពេទ្យទាំងអស់គ្នាអញ្ចឹងជាកម្មវិធីមួយដែលយើងបង្កើតដើម្បីជួយប្រជាជនរបស់យើងជួយប្រទេសរបស់យើងទៅជាមន្ទីរពេទ្យទៅជាមន្ទីរពេទ្យ digital ដែលជាមន្ទីរពេទ្យមួយដែលយើងធ្វើសម្រាប់គ្រប់គ្រងគ្រប់កម្រិតគ្រប់ផ្នែកគឺមានន័យថាអ្វីៗទៅជា digital យើងជប់ប្រើប្រាស់กระดาษដើម្បីកាត់បន្ថយបរិស្ថានធ្វើឲ្យគុណភាពតាមពីគុណភាពតាំងពីសេវាឲ្យបញ្ជូនព័ត៌មានរហ័សតែម្ដងតាមរយៈ digital ហ្នឹងអញ្ចឹងដែលធ្វើឲ្យដែលខ្ញុំបញ្ជាក់មិញហ្នឹងថាស្ត្រីហើយនិងកុមារដែលឬក៏គេហៅថាគាត់ស្ត្រីដែលគាត់មានផ្ទៃពោះដែលគាត់មានបញ្ហាប្រឈមដោយសារប្រទេសយើងឃើញថាស្ត្រីដែលគាត់តាក់ទងចំណេះដឹងឬក៏គាត់ទៅពេទ្យយើងបញ្ជូនអ្នកជំងឺពីពេទ្យមួយទៅពេទ្យមួយបើមិនយើងប្រើប្រាស់กระดาษវានឹងបាត់បង់ទៅលើឯកសារអញ្ចឹងហើយបានយើងធ្វើបង្កើតកម្មវិធីហ្នឹងគឺយើងហៅថាបង្កើតកម្មវិធី digital ដើម្បីជួយបង្កើនគុណភាពសេវាហើយជួយប្រទេសរបស់យើងគឺជាប្រទេសមួយដែលយើងគិតថាអូខេយើងក្រោកចេញពីសង្គ្រាមមែនប៉ុន្តែយើងអ្វីដែលយើងបង្កើតយើងគិតថាយើងអាចធ្វើបានយើងជួយយើង commit ទាំងធ្វើគឺយើងអាចធ្វើបានអញ្ចឹងហើយបានពេទ្យយើងតបថ្ងៃគឺយើងបានប្រាស្រ័យជាមួយនឹងពេទ្យខេត្តពេទ្យជាតិមណ្ឌលសុខភាពទាំងពេទ្យឯកជនឬអីគឺទាំង25ខេត្តក្រុងតែម្ដងចាចាប់បងកន្លងមកដែលចាប់ផ្ដើមតាំងពីចាប់ផ្ដើមបង្កើតជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលនឹងឡើងអញ្ចឹងចុះថាកន្លងមកបានធ្វើប្រមាណមន្ទីរពេទ្យដែរដែលចាប់ផ្ដើមជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាហ្នឹងហ្មងនៅក្នុងនេះនៅពេលដែលយើងចាប់ផ្ដើមដំបូងដោយសារខ្ញុំជានៅឆ្នាំ2012ខ្ញុំចាប់ផ្ដើមធ្វើការឲ្យក្រសួងសុខាភិបាលជាគេហៅថាជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាដែលផលិតទៅលើគឺគ្រប់គ្រងទៅលើហិរញ្ញប្បទានដោយសារតែចំណេះដែលខ្ញុំទៅធ្វើការជាមួយនឹងក្រសួងសុខាភិបាលនឹងហើយយើងឃើញតាមពីគ្រប់គ្រង flow តាក់ទងជំងឺចូលជំងឺចេញតាក់ទងនឹងគ្រប់គ្រងទៅលើគេហៅថាសង្វាក់គឺហៅថា flow របស់ប្រព័ន្ធហ្នឹងអញ្ចឹងនៅក្នុងនេះគឺយើង start ដំបូងគឺយើង start ពី research មកមុនរៀបចំដោយសារយើង research រៀបចំហ្នឹងគឺយើងរៀបចំតាំងពីឆ្នាំ2013ហើយ
រហូតដល់យើងមាន develop ឬក៏អីយើងប្រើពេល5ឆ្នាំ2013រហូតដល់2017អញ្ចឹង2017បានយើងចាប់ផ្ដើមឲ្យមានអ្នកប្រើប្រាស់សាក់លបងអញ្ចឹងមានន័យថាតាំងពី research develop យើងមាន IT ចូលរួមតាំងពី code tester ពីព្រោះ system នេះគឺយើងផែនការយើងមិនមែនជា system មួយដែលយើងធ្វើហើយសម្រាប់តែផ្នែកណាមួយតែមានន័យថាយើងធ្វើសម្រាប់គ្រប់ផ្នែកទាំងអស់គ្រប់ level ទាំងអស់ហើយតាក់ទងជាមួយនឹងស្ថាប័នរដ្ឋឬក៏មានន័យថាថ្នាក់ដឹកនាំគឺគាត់អាចយកទិន្នន័យហ្នឹងទៅ analyze ទៅវិភាគដើម្បីរៀបចំយុទ្ធសាស្ត្រផែនការតទៀតអញ្ចឹងយើងប្រើពេលតាំងពី2012ដែលខ្ញុំ research ចូលរួមនេះមកហើយរហូតដល់2013បានយើងបាត់រៀបចំជា team អញ្ចឹងរហូតដល់2017បានយើងចាប់ផ្ដើមឲ្យមានប្រើប្រាស់អញ្ចឹងនៅឆ្នាំ2017ដល់2019គឺពេទ្យយើងបានសាក់លបងឲ្យពេទ្យឯកជនដែលប្រើប្រាស់ប្រហែលជា80នាទីពេទ្យដំបូងឡើយអញ្ចឹងមុននឹងចាប់ផ្ដើម launching មានន័យថាពេទ្យយើងបានដាក់80ហើយបានអាច launching បានអញ្ចឹងមានន័យថាមានការទទួលស្គាល់ចុះសួរថាអ្នកគ្រូមិនបានគាត់ទទួលស្គាល់ដោយសារដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំនៅក្រសួងសុខាភិបាលខ្ញុំស្គាល់គាត់ហើយគាត់អ្វីដែលគាត់ព្រមទទួលអ្វីដែលយើងមើលគឺដោយសារតែពាក្យគេហៅថាត្រាស់មានន័យថាភាពជឿជាក់អញ្ចឹងមានន័យថាអញ្ចឹងមិនគេសួរថា how you close cell អញ្ចឹង close cell បានគឺភាពនៅក្នុងវិស័យសុខាភិបាលគឺភាពជឿជាក់ហើយមានន័យថាយើងមានន័យថាគាត់ជឿជាក់លើសមត្ថភាពរបស់យើងតែគាត់ទទួលស្គាល់សមត្ថភាពរបស់យើងអញ្ចឹងមានន័យថាមិនមែនតែយើងអួតថាផ្ដាំយើងល្អទេអញ្ចឹងមានន័យថាអញ្ចឹងនៅពេលដែលតាត់ដំបូងហ្នឹងនៅពេល2019បានខ្ញុំទទួលបាន award ជាស្ត្រីឆ្នាំពីក្រសួងប្រៃសណីស្ត្រីទៅលើបច្ចេកវិទ្យាហ្នឹងនៅឆ្នាំ2019អញ្ចឹងបានយើងចាប់ផ្ដើម launching ដោយសារ launching product ហ្នឹងគឺនៅឆ្នាំ2019អញ្ចឹងនៅក្នុងនេះ2019រហូតដល់ឥឡូវហ្នឹងយើងឆ្លៃថា25ខេត្តក្រុងគឺទាំងពេទ្យរដ្ឋទាំងពេទ្យឯកជនគឺបានប្រើប្រាស់ប្រព័ន្ធពេទ្យយើងហើយជាពិសេសពេទ្យឯកជនដែលប្រើប្រាស់ជាងគេតែសម្រាប់ពេទ្យជាតិគឺច្រើនដែលគាត់ប្រើប្រាស់ពេទ្យយើងដូចគ្នាហើយនៅក្នុងរាជធានីភ្នំពេញនេះយើងឃើញថាមន្ទីរពេទ្យបង្អែកស្រុកកម្រិត1កម្រិត2ហើយនឹងកម្រិត3ហើយនឹងមណ្ឌលក៏ប្រើគឺប្រើរបស់យើងគឺពេទ្យយើងហ្នឹងគឺមានន័យថាគ្រប់ពេលហ្នឹងគឺគាត់ប្រើអញ្ចឹងពេលគាត់មានការឬក៏គាត់ e-health ID ដើម្បីណាត់ជួបហ្នឹងគឺគាត់ប្រើប្រាស់ពេទ្យយើងអញ្ចឹងឆ្លើយថាដល់សប្តាហ៍ថ្ងៃនេះគឺហៅថាពេទ្យយើងគឺជានៅក្នុងវិស័យសុខាភិបាលអ្នកណាក៏គាត់ស្គាល់ដែរឲ្យតែនិយាយថាពេទ្យពីពេទ្យគឺនិយាយពីនឹកឃើញជា digital គឺគាត់នឹកឃើញថាពេទ្យយើងតែម្ដងដោយសារយើងដាក់រាប់រយមន្ទីរពេទ្យហើយនៅប្រទេសកម្ពុជាយើងខ្ញុំឆ្លើយថា25ខេត្តក្រុងដែលយើងផលិតដែលដាក់ដើម្បីឲ្យជាកម្មវិធីមួយដែលជួយទៅដល់មន្ទីរពេទ្យអញ្ចឹងដូចខ្ញុំថ្មីនេះខ្ញុំជួបជាមួយនឹងប្រធានមន្ទីរគាត់ថាអ្នកណាក៏គាត់ស្គាល់ដែរពេទ្យយើងចាអញ្ចឹងមានន័យថាពេទ្យយើងគឺជាកម្មវិធីមួយដែលគាត់ទទួលស្គាល់ដោយក្រសួងសុខាភិបាលពីព្រោះយើងក្រសួងសុខាភិបាលបានដាក់ចូលទៅក្នុង guideline នៅក្នុងឆ្នាំ2020ទៅលើគេហៅថាអនុវត្តឲ្យមន្ទីរពេទ្យជាមន្ទីរពេទ្យគុណភាពស្តង់ដារគឺគាត់ដាក់ពេទ្យយើងទៅជា guideline នៅក្នុងឯកសាររបស់ក្រសួងទទួលស្គាល់គុណភាពជាបាលហ្នឹងគឺគាត់ដាក់ពេទ្យយើងនឹងតែម្ដងចាមានន័យថាជាកម្មវិធីមួយដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនៅប្រទេសយើងហើយនឹងប្រទេសផ្សេងទៀតដែលយើងបានអវត្តជាច្រើនទាំងសម្រាប់ប្រទេសផ្សេងទៀតហ្នឹងមានប្រមាណប្រទេសដែរបងដែលសប្តាហ៍ថ្ងៃពេទ្យយើងបានដាក់ឲ្យដំណើរការប្រើប្រាស់យើងបាននៅសហរដ្ឋអាមេរិកយើងចាប់ផ្ដើមដាក់នៅឆ្នាំ2023នៅក្នុងខែ8ហើយឆ្នាំនេះគឺយើងបានដាក់នៅសិង្ហបុរីនៅថៃហើយនឹងនៅឡាវជាប្រទេសមួយដែលចុងក្រោយគេដែលយើងបានដាក់នៅក្នុងយើងចុះ MOU ជាមួយនឹង partner ហើយយើងបានទៅដាក់នៅរៀបចំកំពុងរៀបចំដាក់នៅក្នុងពេទ្យទាំងនៅក្នុងទីក្រុងហើយនឹងនៅខេត្តដែរអញ្ចឹងគឺនៅក្នុងខែ10នេះយើងបានចុះ MOU ជាមួយនឹងខាងឡាវអញ្ចឹងពេទ្យយើងនឹងធ្វើដំណើរបន្តទៅទៀតពីព្រោះផែនការរបស់យើងមិនមែនតែនៅប្រទេសយើងទេគឺយើងជាក្រុមហ៊ុនមួយដែលបនមានន័យថាកើតនៅក្នុងប្រទេសកម្ពុជាប៉ុន្តែយើងទៅជាក្រុមហ៊ុនមួយដែលវិស័យសុខាភិបាលគឺយើងជាក្រុមហ៊ុនមួយដែលគេហៅថា Global នៅឆ្នាំ2028ទៅ2030នេះគឺ aim របស់យើងគឺជាក្រុមហ៊ុនមួយគឺ Global មានន័យថាមិនមែននៅអាស៊ីទេគឺមាននៅទាំងសកលលោកតែម្ដងចាចំពោះឆ្នាំក្រោយមានគោលដៅនៅក្នុងការដាក់ប្រព័ន្ធបែបហ្នឹងទៅកាន់ប្រទេសណាដែរគឺយើងមានផែនការរួចហើយគឺយើងកំពុងតែ scale ដើម្បីចឹងឲ្យធ្វើឲ្យខ្ញុំធ្វើដំណើរចុះឡើងប៉ុន្តែយើងកំពុងតែរៀបផែនការហើយយើងបានទំនាក់ទំនងប៉ុន្តែនៅក្នុងនេះគឺអ្វីដែលយើងធ្វើគឺយើងធ្វើនៅ South West Asia មុនបន្ទាប់មកទៀតគឺយើងនឹងទៅ Global ចាប៉ុន្តែយើងដោយសារតែយើង
scale នៅសហរដ្ឋអាមេរិកដោយសារយើងចង់យកមកវាជា global អញ្ចឹងมันយើងទៅសហរដ្ឋអាមេរិកមុនហើយបានយើងទៅប្រទេសអាស៊ីរបស់យើងហើយយើងនឹងបន្តនៅក្នុង South West Asia យើងនៅក្នុងឆ្នាំ2025នឹងជាផែនការរបស់យើង ចាក្នុងនាមបងជាស្ត្រីម្នាក់ណាដែលឈរនៅលើអាផ្លូវការងារដូចជាពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាចឹងខ្ញុំចង់ដឹងថាតើការលំបាកបងបែបណាខ្លះចាប់តាំងពីថ្ងៃដំបូងដែលបងដាក់ចិត្តដាក់កាយជាមួយនឹងការងារមួយនេះ គ្រាន់តែមកនិយាយប្រហែលនាទីនេះខ្ញុំគិតថាវាអត់រំលេចខ្លាំងប៉ុន្តែគ្រាន់តែ share ទៅជាបទពិសោធន៍ក្នុងនាមខ្ញុំជាស្ត្រីក្នុងនាមជាម្ដាយក្នុងនាមជាស្ថាប